ជំរាបសួរបងខ្ញុំអាយុ18ឆ្នាំខ្ញុំអាយុ18ឆ្នាំខ្ញុំអាយុ19ហ្នឹងខ្ញុំអាយុ21ឆ្នាំហើយបងខ្ញុំ21ឆ្នាំខ្ញុំមកដល់អាយុ15ឆ្នាំបងតាំងពីអាយុ15ឆ្នាំបងទី9ទី10ប្រហែលជាអាយុ11ឆ្នាំ12 13ឆ្នាំឯណាមកយាយខ្ញុំគាត់ប្រាប់ថាភាគច្រើនអ្នកចាស់គាត់យកខ្សែសីមាពណ៌ក្រហមចំអីចឹងណាបងហើយក៏ម៉ាក់ខ្ញុំមកតាមក្រោយចឹងទៅក៏គាត់ប្រាប់ពីរបៀបស្លៀករបៀបការញ៉ាំការអី សំបីតែគ្រួសារខ្ញុំក៏គាត់អត់បាននិយាយពីរឿងហ្នឹងដែរក៏ប៉ុន្តែខ្ញុំបានដឹងតពីមិត្តភ័ក្តិរបស់ខ្ញុំហើយនឹងនៅសាលាឃុំនៅតាមសង្កាត់អីហ្នឹងគឺមានអង្គការថែទាំសុខភាពក្មេងស្រីហ្នឹងគឺគេបានចុះមកនិយាយទៅអ្នកផ្ទះខ្ញុំក៏អត់ដែរនិយាយរឿងមករដូវនឹងប្រាប់ទេនិយាយទៅតែខ្ញុំខ្លួនឯងចេះតែ research មើលអញ្ចឹងទៅចេះតែសង្កេតមើលគាត់ខ្ញុំអត់ដឹងមុនទេដោយសារតែអ្នកផ្ទះខ្ញុំក៏អត់ដែរនិយាយរឿងមករដូវប្រាប់ខ្ញុំលេងមួយប្អូនសុបាយតែបែរជាទៅទឹកឃើញស្ថានភាពបែបហ្នឹងរៀងតក់ស្លុតដែរនៅពេលដែលខ្ញុំមករដូវដំបូងហ្នឹងគឺមានអារម្មណ៍ថារាងកាយចាប់ផ្ដើមប្រែប្រួលហើយខុសប្លែកពីធម្មតាត្រឡប់ខ្ញុំគឺខ្ញុំឈឺចង្កេះតាំងពីថ្ងៃដំបូងដែលខ្ញុំមកហ្មងពេលហ្នឹងអត់ដឹងហងដោយសារតែពេលហ្នឹងពងលេងលោតកស៊ូហើយដល់ពេលអញ្ចឹងទៅគាត់ថាវាបែកញើសកផ្លូវបែកញើសកផ្លូវហ្នឹងគាត់ថាដោយសារយើងធាត់ហើយយើងលេងអញ្ចឹងទៅlikeវាហត់អញ្ចឹងវាបែកញើសធម្មតាដល់ពេលហើយទៅអត់ចាប់អារម្មណ៍អីហើយទៅបែងចាយមកចាយថាអូមីអូនប្រហែលវាចេញចូលហើយពេលហ្នឹងខ្ញុំលាកខោក្រហមទៅចាយឲ្យទៅទឹកទឹកទៅក៏លៀងអីធម្មតាទៅពេលហ្នឹងខ្ញុំចាំថាវាជា dinner time មួយអ្នកផ្ទះអញ្ចឹងណាតែអាពេលហ្នឹងខ្ញុំមានអារម្មណ៍ខ្លួនឯងដូចរៀងសើមខោលីអូអញ្ចឹងណាហើយក៏អត់ស្រួលក៏ចូលទឹកដល់ពេលចូលទឹកទៅយើងឃើញយើងប្រឡាក់ឈាម and at the time ខ្ញុំគិតថាខ្ញុំរៀង feel ថាដូចយើងកាត់អីមែនណាយើងភ័យយើងត្រជាក់ចង់ដៃចង់ជើងហ្មងយើងភ័យយើងទទួលយកអត់កើតទេនៅក្នុងចិត្តមួយគេថាខ្លួនឯងឈឺចិត្តងាប់នៅក្នុងចិត្តមួយទៀតនឹកឃើញរឿងថាវាដឹងមកប្រហើមកថារឿងរដូវដែរអញ្ចឹងណាក៏គិតថាយើងធំអីរបៀបអាគេនិយាយថាពេញកំមុំហ្នឹងណាហើយយើងភ័យយើងមិនមែនភ័យដែលថាយើងមករដូវអីយើងភ័យថាយើងកំមុំដោយសារយើងទទួលយកពាក្យថាយើងកំមុំនឹងអត់បានទៀត